ដោយសារតែបាន credit ផលិតនៅកម្ពុជាដោយប្រជាជនកម្ពុជាជាមួយនឹងកម្រិតស្តង់ដារពិភពលោកដោយបងប្អូនឃើញអញ្ចឹងគ្រាន់តែ Territory Update ឡើងឆ្នាំ2026នៅខ្មែរយើងបានប្រើតែម្ដងអត់ចាំយូរទេស្វាគមន៍បងប្អូនទាំងគ្នាមកកាន់កម្មវិធីសម្ពោធ Ford Territory ឆ្នាំ2026ដែលជាការ update ឬក៏ facelift ដូរមុខមាត់ថ្មីដូចបងប្អូនទាំងគ្នាគឺអញ្ចឹងស្អាតខ្លាំងមែនតើតែម្ដងអញ្ចឹងនេះគឺជា first impression ឬក៏ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំដោយសារតែទើបតែបានមកឃើញឡាននេះផ្ទាល់នៅក្នុងថ្ងៃកម្មវិធីនឹងដែរទេហើយអស្ចារ្យខ្លាំងមែនតើបងប្អូនទាំងគ្នាព្រោះថានៅក្នុងកម្មវិធីសម្ពោធឡានរបស់ Ford Territory នេះគាត់ដាក់ឡានតាំងរហូតដល់ជិត20គ្រឿងយើងងាកជុំវិញខ្លួនទៅកន្លែងណាក៏មានដែរជាក់ស្ដែងនៅកន្លែងខ្ញុំនេះមានរហូតដល់4ឡានខាងនោះទៀតមាន4ទៀតហើយនៅកណ្ដាលឬក៏នៅខាងក្រៅទៀតក៏មានតាំងច្រើនទៀតដែរអូខេបងប្អូនអញ្ចឹងតកតងទៅនឹងការ update សម្រាប់ Ford Territory 2026នេះបើតាមខ្ញុំមើលទៅគឺមានការផ្លាស់ប្ដូរ design មុខមាត់ថ្មីដែល time running line នេះក៏ថ្មីដែរមើលទៅរៀងធំជាងមុនកន្លែងមកផ្នែកចំហៀងនេះបើសិនជាមើលទៅកាន់សាយយ៉ាន់ទំហំ19អ៊ីងដដែលក៏ប៉ុន្តែម៉ូតថ្មីមើលទៅដូចស្លាប់ចាក់បើសិនជាយើងសម័យពេលឡាននេះរត់ដឹងតែស្អាតខ្លាំងតែម្ដងនិយាយទៅសម្រាប់ option ទំនើបដូចជាប្រឆាំងម៉ាស៊ីនពីចម្ងាយហើយនឹងឃ្លុបខាងក្រោយក៏វាជើងអីនៅមានដដែលទាំងអស់ទេហើយសម្រាប់ផ្នែកខាងក្រោយនេះវិញបើសិនជាយើងមើលចង្កៀង LED នេះក៏គាត់នៅតែរក្សាដដែលដូរទៅខាងមុខទេក៏ប៉ុន្តែក៏មានការ update អង្តានខាងលើនោះហើយនឹងកាមេរ៉ាខាងក្រោយនេះបើសិនជាបងប្អូនមើលទៅមាន2ដោយសារតែក្រៅតែពីប្រព័ន្ធកាមេរ៉ា360កាមេរ៉ាមួយទៀតគឺជាកាមេរ៉ារបស់កញ្ចក់មើលក្រោយរបស់យើងដែលយើងអាចបញ្ជាមើល digital បានហើយលយខ្លាំងមែនតើយើងអាចសេរីមុខវាជាច្រើនបាននៅក្នុងកញ្ចក់ហ្នឹងតោះឥឡូវដល់វគ្គពិសេសយើងមើលខាងក្នុងបាទវ៉ាវអញ្ចឹងសម្រាប់026នេះបើសិនជាយើងប្រើទៅគេដឹងថាឡានយើងជំនាន់ថ្មីតែម្ដងដោយសារតែកៅអីនេះធូរថូនបាទចូលមកដល់ផ្នែកខាងក្នុងនេះមានអារម្មណ៍ថាទលាជាងមុនក៏ប៉ុន្តែផ្នែក Center Console នេះស្តៀងទៅនឹងជំនាន់មុនដែរក៏ដូចជាអេក្រង់ខាងលើនេះបញ្ចូលកុងទ័រ Digital ជាមួយនឹងអេក្រង់កំសាន្តដដែលទំហំដូចជា20 inch ជាងហើយយើងមាន wireless charge ក៏ដូចជា space នៅខាងក្រោមនេះសម្រាប់បងប្អូនដាក់អីវ៉ាន់ cup holder ហើយនឹងកន្លែងដាក់អីវ៉ាន់ជាច្រើនទៀតនៅផ្នែកខាងក្នុងនេះចាំខ្ញុំអត់បងប្អូនបន្ថែមនៅពេលដែលយើងធ្វើវីដេអូ full review កែជួរទី2នេះទលាផាសុខភាពបើសិនជាយើងកន្លែងមើលខាងមុខក្រៅតែ2មានរុនម៉ាស៊ីនត្រជាក់នេះកន្លែងខាងសាកទាន់សម័យតែម្ដងមកពុទ្ធគ្នាមានរុន Type C រហូតដល់2ហើយម៉ូតទ្វារនេះនៅពេលដែលមានម៉ូតឈើធ្នេរពណ៌ទឹកក្រូចក៏ដូចជាស្បែកពណ៌ទឹកក្រូចអញ្ចឹងមើលទៅ high quality ខ្លាំងមែនតើបងប្អូនគ្នាស្បែកសុទ្ធតែម្ដងកន្លែងពណ៌ទឹកក្រូចនេះតែតងទៅនឹងម៉ាស៊ីននៅតែប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ 1.5 ហើយបើតាមលឺកម្លាំងដូចជា163 PS ហើយនឹងកម្លាំងរមួល250 Nm ក៏ដូចជាប្រអប់លេខ7វគ្គអូតូមកខាងនេះបើមើលទៅមានតាំងបង្ហាញឡាន4គ្រឿងហើយឥឡូវបងប្អូនកំពុងតែមើលច្រើនខ្លាំងមែនតើថានោះដូចគាត់កំពុងតែមើលម៉ាស៊ីនហើយមានតែមើលខាងក្នុងអីជាដើមអត់ដឹងថាបងប្អូនមើលឃើញក្នុងវីដេអូដឹងធំអត់ទេក៏ប៉ុន្តែ5ហលបងប្អូនទាំងគ្នាធំខ្លាំងមែនតើខ្ញុំដើរពីម្ខាងទៅម្ខាងទៀតឡើងចុកជើងអី